Bà số đây công sàn sàn tầng ở khía dương ngày nay dương châu tạo đòi trong lịch lịch pi vậy lời dương chấp đám châu từ mê riêng tầng ở khía chứនៅក្នុងមេរៀននេះយើងចូលដល់ចំណុចលេខ2គឺផលធៀបនឹងភាគរយប៉ុន្តែមេរៀននេះគឺវាមានលក្ខណៈពីរបែបទី1គឺតម្រង់ចុច2ហើយនឹងទី2គឺតម្រង់ពភាគអញ្ចឹងកាលពីមេរៀនលើហ្នឹងគឺមានមេរៀនទីលំហាត់មេរៀនលំហាត់ទី1ហ្នឹងគឺមានចម្រោះប៉ុន្តែចម្រោះភាគច្រើនវាមានជាលក្ខណៈជាប្រភេទតែដល់ចូលដល់ចំណុចលេខ2នេះគឺវាចូលទៅជាលក្ខណៈចុច2ម្ដងពីប្រផលធៀបសរសេរបានពីររបៀបគឺតម្រង់ចុច2និងតម្រង់ភាគអរគុណឥឡូវនេះយើងចាប់ផ្ដើមចូលទៅមេរៀនទាំងអស់គ្នាជាចំណុចលេខ2នេះគេថាចូលបាទសរសេរជាផលធៀបស្មើគ្នានៃផលធៀបនីមួយៗខាងក្រោមអញ្ចឹងដើម្បីសរសេរស្មើគ្នាអ្វីដែលកូនត្រូវចាំធ្វើម៉េចឲ្យអាទី2នេះពេលដែលយើងគុណខ្វែងទៅស្មើនឹងអាដើមវិញឬក៏គុណខ្វែងទៅស្មើនឹងចំនួនណាមួយដូចគ្នាឬក៏យើងត្រូវសម្រួលវាបើប្រើវិធីម្យ៉ាងទៀតគេហៅសម្រួលឲ្យវាដូចគ្នាវិញតោះឥឡូវលោកគ្រូចាប់ផ្ដើមទៅលំហាត់ទីកទាំងអស់គ្នាទីកនេះគេដាក់ថា 5.2 15 ស្មើនឹងប្រអប់ 0.2 ប្រអប់អញ្ចឹងលោកគ្រូអានឲ្យតែមួយទេក្រោយទៀតគឺយើងដោះស្រាយយកតែម្ដង 5.2 15 នេះមានន័យថា5ធៀបទៅនឹង15ស្មើនឹងប្រអប់ធៀបនឹងប្រអប់អញ្ចឹងគេចង់បានអាប្រអប់នេះស្មើនឹងប៉ុន្មានអាប្រអប់នេះស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីរកចម្លើយនៅក្នុងប្រអប់នេះកូនសង្កេតមើលលេខ5ហើយនឹងលេខ5 15អញ្ចឹងវាបើសិនជាយើងអាចសូត្រមេលេខយើងអាចសូត្រ5ម្ដងវា5 5 2ដង10 5 3ដង15ហ្នឹងណាអញ្ចឹងវាមានមេ5អញ្ចឹងលោកគ្រូអាចយក5ចែកនឹង5ហើយនឹងយក15ចែកនឹង5ដែរបញ្ជាក់ចំពោះលេខ5នេះគឺកូនត្រូវដឹងថាលេខ5នេះពេលដែលយើងចែកនឹង5 5នឹង2ចែកនឹង2 2នឹង2តើណាបាទអាមុខនេះវាអត់ដូចគ្នាគឺជារឿងរបស់លំហាត់ទេប៉ុន្តែបើក្រោយនេះធ្វើម៉េចបើ5ក្រោយអានេះក៏5ដែរតោះចឹងកាត់ទាំងអស់ចឹងបានម្ដងដកមក0ចានេះកាត់ទាំងអស់ដែរបាន3ដង15 0 0អញ្ចឹងយើងឃើញចម្លើយហើយគឺ1ហើយនឹងបាទ1នេះ1នេះហើយនឹង3នេះចម្លើយយើង1 3ដាក់តាមដាប់អានេះទីកយើងចូលទីខគឺអត់ខុសគ្នាទេដោយសារតែលេខ6និងលេខ4វាចូលមេលេខគូលេខ2អញ្ចឹងយក6ហើយនឹង4ចែក2ទៅ6ចែក2ហើយ4ចែក2ក៏ពិតលេខនេះយើងចែកមើលគេចេញហើយ2សងខាងកាត់ទាំងអស់អញ្ចឹងបាន3 6ដក0បាន2 4ដក0អញ្ចឹងយើងឃើញចម្លើយហើយ3 2តែលឿននេះណាមកដល់លេខអក្សរកូនេះមានលក្ខណៈពិសេសបន្តិចដោយសារតែ7និង8យើងអាចនឹងចែកនឹងចំនួនណាទៅទៀតទៅទេចង់ចែកនឹង7ក៏អត់កើតចង់ចែកនឹងមេ2មេ3មេ4មេ5មេ1មេ7ក៏អត់កើតដែរអញ្ចឹងវិធីដែលអាចធ្វើទៅបានគុណលើគុណនឹងក្រោមនឹងចំនួនណាមួយដូចគ្នាអញ្ចឹងអ្វីដែលគុណកុំគុណនឹង1ហើយ6គុណទៅដែរអញ្ចឹងគុណនឹង2ទៅមិនបាច់គុណនឹងចំនួនណាច្រើនជាងនឹងទៀតទេគុណនឹងមេ2រហូតដល់ពី7ដង10 4 2 8ដង10 6ចប់ហើយចម្លើយយើង14 16ចឹងដល់ពេលដែលយើងគុណខ្វែងទៅវាឃើញដូចដើមដូចចំនួនតែមួយហើយឧមាយក8គុណនឹង14ទៅយក7គុណនឹង16ឃើញចម្លើយតែមួយដូចគ្នាអាហ្នឹងគេហៅវិធីគុណខ្វែងស្មើគ្នាចូលទៅទីខមួយទៀតចឹងទីខនេះគឺវាអត់ស្តៀងវាអត់ខុសពីលើម៉ានទេចឹង12ចែកនឹងម៉ានហើយ15ចែកនឹងម៉ានមិនដឹងកូនត្រូវសូត្រមេលេខទៅតើ12និង15ឬក៏កូនមានមេលេខកូនសង្កេតមើលមេលេខតើលេខ12និងលេខ15ចូលមេមួយណាអញ្ចឹងសង្កេតទៅឃើញមេ3អញ្ចឹងកាត់ទាំងអស់កូនសាក់មើលតើអញ្ចឹងវាបាន4 12ដក0 0តែនេះបាន5 15ដក0 0អញ្ចឹងយើងឃើញចម្លើយ4 5តាសំពោះមានបញ្ហាឬក៏ចម្ងល់អ្វីផ្សេងទៀតកូនអាចខមមិនក្រោមវីដេអូរបស់គ្រូអញ្ចឹងចំពោះលំហាត់នេះគ្រូសូមចប់ប៉ុណ្ណឹងយើងជួបគ្នានៅលំហាត់ទីងោចឆជ
អរគុណច្រើនបាយបាយ